លោកឧបនាយករដ្ឋមន្ត្រីសសុខាប្រមានបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីចំណុះក្រសួងមហាផ្ទៃទាំងឡាយណាដែលផឹកស៊ីស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍លោកបណ្ឌិតទូចសុភ័ក្រអ្នកនាំពាក្យរងក្រសួងមហាផ្ទៃនៅថ្ងៃទី26ខែសីហាឆ្នាំ2026បានឲ្យដឹងថាលោកអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់ចេញនូវគោលការណ៍ថ្មីចំពោះមន្ត្រីនៅក្រោមចំណុះក្រសួងមហាផ្ទៃទាំងឡាយណាដែលផឹកស៊ីស្រវឹងហើយបង្កគ្រោះថ្នាក់ចរាចរណ៍ឬបង្កភាពអសិលធម៌នៅក្នុងសង្គមនិងត្រូវបណ្ដាញចេញពីក្របខ័ណ្ឌដោយមិនទាន់បុកបញ្ចូលការទទួលខុសត្រូវផ្សេងៗទៀតនោះទេគោលការណ៍ថ្មីរបស់លោកអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយនាថ្ងៃទី26ខែសីហាឆ្នាំ2026នេះអ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះបានអះអាងទៀតថាក្រៅពីការបង្កគ្រោះថ្នាក់ចរាចរណ៍មន្ត្រីទាំង3ប្រភេទចំណុះក្រសួងមហាផ្ទៃរួមមានមន្ត្រីនគរបាលជាតិមន្ត្រីរដ្ឋបាលស៊ីវិលនិងមន្ត្រីពន្ធនាគាររូបណាដែលទទួលទានគ្រឿងស្រវឹងហើយទៅបង្កបញ្ហាដាក់អ្នកដទៃឬបង្កភាពអសិលធម៌ក្នុងសង្គមតាមទីសាធារណៈក៏ប្រឈមនឹងការបណ្តេញចេញពីក្របខ័ណ្ឌដូចគ្នាលោកទូចសុភ័ក្របានថ្លែងយ៉ាងដូចនេះថាក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃមន្ត្រីទាំង3ប្រភេទដែលមានរដ្ឋបាលស៊ីវិលនគរបាលជាតិនិងមន្ត្រីពន្ធនាគារដែលទទួលទានគ្រឿងស្រវឹងហើយបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនិងប្រឈមការបណ្តេញចេញពីក្របខ័ណ្ឌនេះមិនទាន់គិតដល់ការទទួលខុសត្រូវផ្សេងៗនៅឡើយទេហើយដូចគ្នាមន្ត្រីទាំង3ប្រភេទនេះបើសិនជាទទួលទានគ្រឿងស្រវឹងហើយទៅរករឿងអ្នកដទៃទៅបង្កភាពអសិលធម៌ក្នុងសង្គមតាមទីសាធារណៈនានាគឺការប្រឈមមុខការបណ្តេញចេញពីក្របខ័ណ្ឌដូចគ្នាដោយមិនទាន់គិតពីការទទួលខុសត្រូវផ្សេងផងដែរ